ជំរាបសួរបងប្អូនពុកមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើវីដេអូចែករំលែកវិធីស៊ុបកងអ្នកជួយចិត្តស៊ុបកងនេះធម្មតាគឺផ្លែស្ទូចគេច្រើនបងប្អូនខ្ញុំស៊ុបកងក៏ស៊ុបត្រីហ្នឹងគឺដាក់ផ្លែតែមួយតែចំពោះខ្ញុំអនុវត្តស៊ុបផ្ទាល់ហើយមានសិទ្ធិភាពលទ្ធផលទៀតវាជាប់បានច្រើនជាងផ្លែមួយហើយចឹងថ្ងៃហ្នឹងខ្ញុំសូមធ្វើវីដេអូចេញវីដេអូឲ្យបងប្អូនមើលអាចធ្វើតាមខ្ញុំបានភាគច្រើនបងប្អូនស៊ុបប្រកងផ្លែតែមួយទេតែខ្ញុំដាក់ផ្លែពីរដោយសារផ្លែពីរហ្នឹងវាមិនផ្លែពីរហ្នឹងយើងដាក់ផ្លែពីរទៅយើងបិទនុយពីរផ្លែយើងបិទនុយទាំងពីរហើយដល់ពេលណាដែលប្រកងវាស៊ីអស់នុយផ្លែមួយនៅសល់ផ្លែមួយទៀតអញ្ចឹងវាអាចនឹងជាប់លទ្ធផលជាប់វាច្រើនជាងផ្លែមួយហើយណាមួយទៀតយើងអត់ចំណាយពេលវេលាច្រើនដើម្បីពេលដែលយើងឃើញយូរវិញយើងទាញឡើងទៅវាអស់នុយផ្លែមួយអញ្ចឹងតែផ្លែពីរវាស្រួលជាប់មួយវាស៊ីអស់មួយវាអាចស៊ីមួយទៀតហើយប្រកងវាអាចនឹងជាប់អានេះខ្ញុំអនុវត្តផ្ទាល់តែខ្ញុំចេះពីគេដែរទេថ្ងៃហ្នឹងពេលហ្នឹងតែថ្ងៃហ្នឹងខ្ញុំសូមចែករំលែកបងប្អូនមើលដើម្បីដឹងហើយលទ្ធផលខ្ញុំស៊ូហ្នឹងក៏ចឹងដែរគឺខ្ញុំដាក់ផ្លែពីរហើយផ្លែមួយភាគច្រើនផ្លែពីរវាជាប់ច្រើនជាងផ្លែមួយរួចស្រាតបងប្អូនឃើញទេផ្លែចង់ចឹងរបៀបចង់គឺចង់ចឹងហើយផ្លែពីរដូចខ្ញុំប្រាប់បងប្អូនចឹងផ្លែពីរចឹងវាអាចនឹងជាប់ច្រើនជាងផ្លែមួយហើយខ្ញុំសូមប្រាប់បងប្អូនមួយទៀតស្នោស្ទូចប្រកងក៏វាខុសគ្នានឹងស្នោស្ទូចត្រីដែរស្នោខ្ញុំគឺប្រើស្នោវែងចេះវែងប្រហែលជាមកកូនដៃខ្ញុំវែងចឹងមិនក៏ខ្ញុំប្រើស្នោវែងខ្ញុំអត់ប្រើស្នោខ្លីស្នោវែងចេះចាំខ្ញុំប្រាប់បងប្អូនឲ្យដឹងពីច្រើនស្នោហ្នឹងពេលដែលយើងស្ទូចទៅគឺដាក់ទៅគឺវាដេកនឹងដីចេះវាដេកនឹងដីចឹងហើយតែផ្លែស្ទូចយ៉ាងនេះគឺវាជាប់អញ្ចឹងនឹងស្នោយើងហើយផ្លែស្ទូចយើងវាដេកនឹងជាប់នឹងដីដែរហើយបកងវាខុសនឹងត្រីវាហាយស៊ីតែបកងអត់ហាយស៊ីទេគឺវានៅក្រោមបាតដីហ្នឹងគឺវាមកវាស៊ីនុយហ្នឹងហើយយើងចាំបាច់វត្តទេគឺវាជាប់ហើយឯងវាស្រួលណាស់ស៊ុបបកងវាចឹងហើយមួយទៀតធម្មតាបងប្អូនស៊ុបត្រីរត់ស៊ុបបកងឥឡូវហ្នឹងយើងប្រើអាស្នោមូធំចេះបិណ្ឌដៃខ្ញុំកូនដៃខ្ញុំចឹងអាហ្នឹងលទ្ធផលជាប់ក៏វាដូចគ្នាដែរវាមិនខុសគ្នាហ្មងទេគ្រាន់តែតាមតែខ្ញុំពិភាក្សាទេតាមខ្ញុំពិភាក្សាខ្ញុំប្រើអាស្នោខ្លីហ្នឹងជាមួយស្នោវែងនេះលទ្ធផលអាស្នោវែងនេះជាប់បានច្រើនជាងអាស្នោខ្លីហ្នឹងបាទអរគុណបងប្អូនពុកមីងទាំងអស់គ្នា